បាយកណ្ដាំងរៀងឆ្នាំងមានសាច់ផាត់នៅពីក្នុងគឺថាទៅថតលើកទី1អ្នកលក់ខ្យល់ចាប់ពី3ថ្ងៃហើយឥឡូវនេះ Twister សម្រាប់ថាទៅថតជាលើកទី2លើកទី2នេះគឺនៅសាខាថ្មីរបស់គាត់ពុកម៉ែបងប្អូនដោយសារតែលក់ដាច់ខ្លាំងពេកឥឡូវបំបីសាខារត់អត់បានទេពុកម៉ែបងប្អូនកន្លែងលក់បាយកណ្ដាំងមកកន្លែងនេះគឺថា Twister ថតផ្ទុះម្ដងហើយនឹងម្ដុំពោចន្តងនឹងដែលបាយកណ្ដាំងរបស់គាត់មួយថ្ងៃណាលក់អស់ចន្លោះ2ទៅ300ឆ្នាំងណាហើយសម្រាប់បាយកណ្ដាំងឆ្នាំងចាក់មួយហ្នឹងគឺតម្លៃ20000រៀលហើយបើថាថ្ងៃណាមានម៉ួយតុកកាម៉ួយបោះដុំទៀតគឺថាហក់ទៅដល់4-500ឆ្នាំងក៏មានដែរហើយឥឡូវនេះគឺគាត់បន្ថែមចក្រានបន្ថែមឆ្នាំងទាំងជួរបែបនេះតែម្ដងដើម្បីឲ្យទាន់ទៅនឹងតម្រូវការសម្រាប់នៅសាខាមកកលៀនហ្នឹងសាខាបងស្រីខ្ញុំហើយអញ្ចឹងទៅឥឡូវយើងបើកមួយសាខាទៀតបងនៅលើផ្លូវធំសូឡាអញ្ចឹងបងអាចមក pick up ផ្ទាល់ក៏បានមកយកផ្ទាល់ហើយនឹងយើងក៏នៅតែមានសេវាកម្មនឹងជូនដែរមួយដែលគាត់ធ្លាប់ញ៉ាំជាមួយនឹងបាយក្តៅបំពងរៀងឆ្នាំងខាងយើងនៅសាខាមកកលៀនរសជាតិក៏ដូចជាតម្លៃគឺដូចគ្នារូបមន្តតែមួយទេដោយសារតែបងស្រីខ្ញុំយើងគ្រាន់តែបំបែកសាខាតែប៉ុណ្ណោះអញ្ចឹងសម្រាប់មួយគាត់ដឹងពីរសជាតិក៏ដូចជាកម្រិតស្រួយខាងយើងហើយបងអាចធ្វើការដាក់កំងពីខាងយើងក៏បានបើសិនជាបងនៅមុខទល់មុខពលានអាចទៅយកនៅពលានឬក៏នៅម្ដុំនេះអាចអញ្ជើញមកយកផ្ទាល់នៅទីនេះក៏បានដែរមួយនឹងនំទាំងរាយទាំងដុំបើសិនជាថ្ងៃខ្លះមានតែរាយអាចនឹងតុង200ឆ្នាំងតែបើសិនជាមានបោះដុំឬក៏តុកកាមួយទៀតអាចនឹងហក់ទៅ400ទៅ500ឆ្នាំងបងពុកម៉ែបងប្អូនបានស្ដាប់តគឺជាហើយបាននិយាយទៅរសជាតិអីគឺថាដូចគ្នាតែម្ដងហើយ Twister នេះក៏បានភ្លក់តន់មកដែរគឺថាពិតជាដូចគ្នាមែននិយាយទៅកម្រិតស្រួយក៏ដូចជាសាច់ផាត់អីគឺច្រើនហើយមិនចាំបាច់បារម្ភខ្លាចបាយកណ្ដាំងសល់អីទេនិយាយទៅគឺក្នុងមួយថ្ងៃគាត់ធ្វើឲ្យម៉ួយសឹងតែមិនតន់ផងរឿងអីដែលសល់ណាហើយអ្វីដែលសំខាន់តើសើទឹកចិត្តបងស្រីម្ចាស់ហាងមែនតែនពុកម៉ែបងប្អូននៅក្នុងកលៈទេសៈបែបនេះណាគឺគាត់ទទួលពុកម៉ែបងប្អូនយើងដែលនៅជាយដែរហ្នឹងគឺមកធ្វើការបានច្រើនអ្នកមែនតែននៅខាងខេត្តព្រះវិហារបងចាបងខ្ញុំជន់ភាសឹកចាសំណាងដែរបានបងក៏ទទួលធ្វើការងារបងសប្បាយចិត្តបងព្រោះនៅនោះរត់កិច្ចទៅកន្លែងនឹងអត់មានសូវបានអីហូបបានអីហូបទេបងព្រោះអីនៅណាខ្ញុំបានកេងមានកន្លែងកេងកន្លែងហូបគ្រប់គ្រាន់បងសម្រាប់ពុកម៉ែបងប្អូនអត់ដឹងបាច់ទេប៉ុន្តែសម្រាប់ Twister នៅពេលដែលស្ដាប់បងស្រីនិយាយទៅគឺថាសឹកតែស្រក់ទឹកភ្នែកហើយដោយសារតែរំភើបជំនួសគាត់ដោយសារពេលនេះគឺគាត់មានការងារធ្វើណាស្របពេលដែលបងប្អូនជនភៀសផ្សេងទៀតគឺមិនអាចរកចំណូលបានទេអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចគ្រប់គ្រងកន្លែងបាយកណ្ដាំងនៅទីនេះព្រោះថានៅពេលដែលយើងគ្រប់គ្រងទិញបាយកណ្ដាំងគាត់ច្រើនទៅគឺថាជួយឲ្យបងប្អូនដែលជាជនភៀសនឹងគឺគាត់មានការងារធ្វើមួយផ្នែកដែរអញ្ចឹងណាហើយសម្រាប់បាយកណ្ដាំងនៅកន្លែងគាត់ពុកម៉ែបងប្អូនគឺថាមានច្រើនរសជាតិមែនតើមិនថាបាយកណ្ដាំងរៀងឆ្នាំងចាក់រសជាតិទឹកដោះគោឬមួយក៏ត្រាវអីទេហើយនេះគឺថា best seller ប្រចាំហាងឯពុកម៉ែបងប្អូននិយាយទៅអាបាយកណ្ដាំងរៀងឆ្នាំងចាក់នេះ Twister គុំតាំងពីសាខាទី1ឥឡូវចូលមកដល់សាខាទី2គឺនៅតែជាប់ចិត្តសម្រាប់វីដេអូយើងមានតែប៉ុណ្្នឹងទេជម្រាបលា